បាទសួស្តីពុកម៉ែបងប្អូនរៀបចំកាត់មកគ្រឿងទៀតហើយនេះកាមេរ៉ាសុទ្ធយើងបានស្អាតកូតស៊ូអេមហ្នឹងហើយនេះយើងដោះស្តុបដល់ហើយយើងរៀបចំកាត់ត្រង់ហើយបងប្អូនចង់បានតាក់ទងវឺត10ថ្ងៃក្រោយហើយកាត់វាពួកយើងកាត់ជាងតធុងមកក្រោយ2 ម៉ែត្រ 2 តឹក2 ម៉ែត្រ 2 តឹកហើយនឹងធុងក្រោយហ្នឹងយើងធ្វើស្មើដបូលសម្រាប់ឡាននេះឡានស្អាតយើងក៏មកកាត់បងប្អូនយើងឯកសារគ្រប់នេះខាងក្នុងអីស្អាតតិចទៀតដកហើយចាំងទ្វារនេះខាងក្រោយពូកចាំងទ្វារសងខាងស្អាតពូកស្អាតបងប្អូនចង់បានយកទៅដាក់សម្រាប់ឡានរៀបចំអីមានយើងមានគ្រឿងវាដូចជាចាំងទ្វារហើយនឹងគូតក្រោយនេះស្ទះគូតក្រោយនេះពូកចាំងទ្វារអត់ដេកហើយក៏មានដែរនេះដេកហើយទុកកលប្រឡាក់ដីអស់ហើយយើងយកកាត់ធុងយើងទុកចោលមានច្រើនឈុតបងប្អូនយើងកាងក្រោយកាងអីសបោហ្នឹងហើយបងប្អូនណាយកឡានរៀបលក់អីរៀបជីអីខ្វះស្តុកក្រោយខ្វះអីយើងមាននេះស្តុកក្រោយវាមានខ្លះស្អាតខ្លះធ្វើស្អាតតែមានច្រើនគូហ្នឹងហើយជាគៀងមុខអីក៏មានដែរជាគៀងមុខស៊ីនរបស់វានេះទុកចោលពីហ្នឹងនេះដិតវាក្រោយស្អាតលឹងហ្នឹងហើយហើយអានេះឡានស្អាតសិនជាក់នៅខាងក្នុងស្អាតហ្នឹងបងប្អូនដៃទ្វារស្អាតហ្នឹងហើយនៅយើងកំពុងដូរដៃទ្វារដែរដាក់ឲ្យស្អាតឲ្យធ្វើម៉ូទ័រធ្វើឲ្យចក់ឡើងចុះស្អាតរៀបចំឲ្យសិនជាក់មានស្រាប់ហ្នឹងហើយចក់អត់មានបាយទេមុនភៅយើងបងហើយសិនវាសិនឆ្លាមហើយបងប្អូនយើងសិនឆ្លាមហើយយើងកាត់ហើយធានាថាស្អាតឡាននេះស្ទុះសិនវាពុនផ្លូវគ្រប់អត់មានខ្វះឆ្នាំទេហើយសម្រាប់កង់អីនៅស្អាតនេះកង់មកវាចំកាត់ហើយល្ងាចហ្នឹងធ្លាក់ដិតក្រោយនេះចាំងទ្វារក្រោយនេះនេះទ្វារមុខហ្នឹងហើយអីក៏នៅស្អាតដែរបងប្អូនបងប្អូនចង់បានអីអែមតាក់ទងបាននេះចាំងទ្វារក្នុងកញ្ចក់កញ្ចក់សងខាងកញ្ចក់ក្រោយយើងមានកាងក្រោយសបោទុកនៅក្រោយខ្លះអីខ្លះហ្នឹងហើយនេះរៀបចំកាត់ហើយបងប្អូនយើងស្លាកលេខរបស់វា QR ហើយទៀតណាលេខสีថ្មីហ្នឹងហើយកាត់ត្រង់ចាំមើលខ្ញុំនឹងដាក់វីដេអូដាក់រូបភាពពេលកាត់រួចឲ្យមកស្លឹកមើលថាយើងកាត់ហើយស្អាតប៉ុណ្ណាហើយយើងកាត់តម្លើងដែកថ្មីទាំងអស់បងប្អូនយើងឡើងថ្មីរៀបចំថ្មីហើយយើងមានការដឹកជញ្ជូនដល់ទីតាំងថាបងប្អូននៅឆ្ងាយអត់បានមកបាច់មកមើលផ្ទាល់ទេហ្នឹងហើយមានពេលមកមើលផ្ទាល់អីយើងអាចចាត់តងចរចាគ្នាបើកឲ្យដល់ផ្ទះបើកឲ្យដល់ផ្ទះប្រឡងមកយើងបើកឲ្យដល់ផ្ទះមានម៉ូយច្រើនចាំយកខាងបាត់ដំបងក៏មានខាងសៀមរាបក៏មានខាងតកៅកពតក៏មានដែរសម្រាប់បងប្អូនគេចង់យកទៅដឹកមាន់ដឹកត្រីដឹកអីវ៉ាន់ផ្លែឈើហ្នឹងគឺធ្វើការអ្នកត្រង់មកអ្នកខ្លះយកដឹកគោដឹកអង្គហើយពួកយើងកាត់នេះកាត់ຂະຫນາດ2 ម៉ែត្រ 2 តឹកមកក្រោយយើងអាចដឹកគោបានដឹកអីក៏បានដែរបើអ្នកខ្លះគេកាត់ខ្លីដល់1 ម៉ែត្រ 8អីយើងយកទៅដឹកគោវាពិបាកបន្តិចវាខ្លីអត់ផុតគោអានេះយើងធ្វើស្តង់ដាសម្រាប់ដឹកគោដឹកឲ្យវ៉ាន់ចាប់ហួយអីបានហើយទម្ងន់ទប់របស់វាហ្នឹងយើងអាចដាក់រហូតបានទៅដល់2 តោន 2 តោនកន្លះហ្នឹងហើយអានេះមកគ្រឿងនេះធានាថាម៉ាស៊ីនស្ទុះជន់ឆ្វាយបងប្អូនយើងឡាននេះនៅស្អាតបងប្អូនឡានម៉ាស៊ីនចឹកក៏មានអីក៏មានដែរឡានជិះដើរលេងតែយើង
រីចាស់ហើយយើងខ្ជិលជីឥឡូវយើងកាត់លក់សម្រាប់បងប្អូនមានតម្រូវការច្រើននឹងឡានកាត់ហ្នឹងអូយកន្លងមកពួកខ្ញុំកាត់រៀបចំឲ្យគេអត់ទាន់ហ្នឹងហើយកាត់ហើយនឹងយកកាត់ហើយនឹងយកមកអ្នកខ្លះអត់បានមើលផងកំងកាត់បាញ់លុយកក់ឲ្យភ្លាមបើកឲ្យដល់កន្លែងហ្នឹងហើយតែចំពោះបងប្អូនអាចទុកចិត្តបានជាមួយនឹង page របស់ខ្ញុំបាទហើយនឹងFacebook របស់ខ្ញុំបាទ channel របស់ខ្ញុំលេខទូរស័ព្ទរបស់ខ្ញុំហ្នឹងហើយជួបមើលខ្ញុំ Telegram ផ្ទាល់បងប្អូនអាចទុកចិត្តបានហ្នឹងហើយព្រោះpage របស់ខ្ញុំនេះអាចរកស៊ីយូរហើយក៏អត់ដែលមានប្រវត្តិពុតហោបកកុហកបងប្អូនណាទេហ្នឹងហើយចំពោះដែលយើងលក់ហ្នឹងវាច្រើនគ្រឿងមកហើយច្រើនគ្រឿងដែរពួកសកម្មរីសុទ្ធកាត់ត្រង់ហ្នឹងហើយបងប្អូនអាចតាមឡាន channel របស់យើងបានហើយឡានមួយគ្រឿងនេះយើងរៀបចំពីថ្ងៃនេះទៅប្រហែលជា10ថ្ងៃក្រោយហើយហ្នឹងហើយកាត់ហើយរូបរាងវាស្អាតកង់វានេះបងប្អូនយ៉ាន់ដាក់យ៉ាន់ព្រុសហើយស្រួលនេះយើងនៅរៀបចំចាប់ចាក់បូមមិញនឹងចាំចាក់បូមហើយចាក់បូមមុខហើយវារឹងហើយនឹងទីទៀតយើងកាត់ហើយចាក់បូមក្រោយវាផ្ទុកបានច្រើនហ្នឹងហើយហើយកន្លែងយើងមានសុទ្ធជាច្រើនគ្រឿងសម្រាប់កាត់លក់បងប្អូនចង់បានកំងមកហើយរៀបចំកាត់ហើយកាត់ហើយអស់ហើយឥឡូវវាសារបងប្អូនកំងច្រើនហើយរៀបអត់តាន់ទេហើយតែឥឡូវយើងបានមកពី2គ្រឿងទៀតហើយរៀបចំកាត់ហ្នឹងហើយតែនេះបញ្ជាក់ឡានស្អាតសិនស្អាតបបដូចអែមសិនឆ្លាមហើយស៊ីសាំងតិចបងប្អូនហើយជន់ស្ទុះបងប្អូនអាចធ្វើការអ្នកត្រង់មកមុនគេហើយគ្រឿងអសត់យើងមានកបោមុខលាក់ដីហើយនឹងពណ៌នេះតាប់ឡូរបស់វាបងប្អូនអាចចង់បានអាចតាក់ទងបានហ្នឹងហើយគ្រឿងរបស់វាយើងមានច្រើនតែវាជាក់សម្បូរតែមួយកណាត់ក្រោយទេដាត់មុខយើងវាអង្សិតខ្សោយដែរដោយសារអត់សូវដែរបានកាត់សាច់ព្រោះយើងកាត់ចោលតែកណាត់ក្រោយកណាត់មុខទៅជាមួយឡានអត់សូវមានហ្នឹងហើយជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលតាមដាននៅ channel របស់ខ្ញុំបាទហើយកុំភ្លេចរន់ឡើងឡានមួយគ្រឿងនេះហ្នឹងហើយព្រោះថាស្អាតធានាហ្មងសាច់ដីស្អាតឡាននេះស្អាតជុំម៉ាស៊ីនបបលេខអែមបងប្អូនទៅតើខំម្ដងនេះហ្នឹងហើយជាចុងក្រោយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែតាមដាននៅ channel របស់ខ្ញុំបាទសូមអរគុណ